ស្អាតពេកអូនធ្វើអីក៏សមរៀងដូចច្រឡឹងធ្វើឲ្យបងនេះមើលមិនចំសួស្តីទាំងអស់គ្នាតោះ get ready ជាមួយខ្ញុំដើម្បីទៅ join ជាមួយនឹងកម្មវិធីសិក្សាអំពី Suji ក៏ដូចជា LGBTIQ+ ខ្ញុំពិតជាចង់ឲ្យអ្នកនរគ្នាបើកចំវីដេអូមួយនេះឲ្យមើលដល់ចប់ខ្លាំងមែនតើដោយសារនៅពេលដែលអ្នកនរគ្នាបានដឹងអំពីអ្នកស្លាប់ភេទដូចគ្នាដើម្បីយល់ដឹងនិងលុបបំបាត់ការរើសអើងនៅក្នុងសង្គមពោះសង្គមជាតិមួយដែលរីកចម្រើនណាលុះត្រាតែមិនមានការបែងចែកនិងការរើសអើងហើយមានឯកសារជាច្រើនខ្លះមែនតើដែលបានបញ្ជាក់ថាអ្នកស្លាប់ភេទដូចគ្នាមានដើមកំណើតនិងមានវត្តមានតាំងពីការកកើតនៃមនុស្សមកម្ល៉េះប៉ុន្តែខ្ញុំសូមលើកយកវត្ថុបុរាណមួយនេះមកដោយសារតែវត្ថុបុរាណមួយនេះបញ្ជាក់អំពីការរំភេទរវាងអ្នកស្លាប់ភេទដូចគ្នាហើយវត្ថុបុរាណមួយនេះមានដើមកំណើតនិងការកកើតមករាប់រយឆ្នាំមកហើយជាង200ឆ្នាំដល់ទាំងអស់គ្នាហើយកន្លែងទៅមើលក្នុងពុទ្ធសាសនាវិញក៏បានបែងចែកភេទមនុស្សចេញជា4ភេទផងដែរអញ្ចឹងមានន័យថាអ្នកស្លាប់ភេទដូចគ្នាមានវត្តមានតាំងពីមុនសម័យព្រះពុទ្ធទៀតចំណែកក្នុងសម័យរបបខ្មែរក្រហមក៏មានអ្នកស្លាប់ភេទដូចគ្នាដែរដែលត្រូវបានគេចាប់បង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុគ្គលដែលជាភេទផ្ទុយពីភេទកំណើតរបស់គាត់មានន័យថាគាត់ជាអ្នកស្លាប់ភេទដូចគ្នាជាមនុស្សប្រុសប៉ុន្តែអត់បង្ខំឲ្យរៀបការជាមួយនឹងមនុស្សស្រីចឹងទៅឬក៏គាត់ជាមនុស្សស្រីដែលគាត់តែងខ្លួនជាមនុស្សប្រុសហើយប៉ុន្តែគេចាប់បង្ខំឲ្យគាត់រៀបការជាមួយមនុស្សប្រុសចឹងទៅហើយអ្នកស្លាប់ភេទដូចគ្នាកាលពីសម័យខ្មែរក្រហមណាមកទល់ពេលនេះក៏គាត់នៅមានជីវិតផងដែរហើយគាត់ក៏កំពុងតែប្រើប្រាស់ជីវិតរួមជាមួយនឹងដៃគូជីវិតដែលជាភេទដូចគ្នាផងដែរអញ្ចឹងមានន័យថាយើងមានទាំងផោះតាងមានទាំងស័ក្តិសិទ្ធិរស់បញ្ជាក់ថាអ្នកស្លាប់ភេទដូចគ្នាមានសង្គ្រប់យុគសម័យតែម្ដងហើយនៅឆ្នាំ1990អ្នកទាំងអស់គ្នាក៏មានការសិក្សាអំពីអ្នកស្លាប់ភេទដូចគ្នាផងដែរវ៉ាវហើយក៏គេរកឃើញនិងសិក្សាបានដឹងថាអ្នកស្រឡាញ់ភេទដូចគ្នាមិនមែនជាអ្នកជំងឺផ្លូវចិត្តនោះទេអូនិយាយដល់កន្លែងនេះគឺខ្ញុំព្រឺរោមតែម្ដងហើយនៅក្នុងឆ្នាំ2003ចាប់ផ្ដើមមានក្រុមយុវជនដែលជាអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនបានបង្កើតក្រុមដើម្បីលុបបំបាត់ការរើសអើងផងដែរក្នុងនោះដូចជាមានការបញ្ចេញមតិដើម្បីលុបបំបាត់ការរើសអើងការបង្ហាញមុខជាចំហក៏ដូចជាការប្រារព្ធពិធីផាធីមួយដើម្បីរំលឹកដល់ថ្ងៃដែលគេបានដកអ្នកស្លាប់ភេទដូចគ្នាចេញពីអ្នកជំងឺផ្លូវចិត្តផងដែរដែលអ្នកទាំងអស់គ្នាបានឮថាជាអាយក៏ហត់ដេឬក៏ប្រៃម៉ាន់នឹងឯងពិតជាវ៉ាវខ្លាំងមែនតើនិយាយដល់កន្លែងនេះសូមឆ្លេះសិនហើយខ្ញុំអត់ដឹងថាអ្នកនរគ្នាស្ដាប់ខ្ញុំយល់បានប្រហែលភាគរយទេហើយអ្វីដែលខ្ញុំចែករំលែកក៏មិនតាន់អស់ទាំងស្រុងដែរព្រោះមានរឿងជាច្រើនខ្លាំងមែនតើតកតងទៅនឹងអ្នកស្លាប់ភេទដូចគ្នាហើយប្រសិនបើអ្នកនរគ្នាមានបងប្អូនឬក៏សមាជិកក្នុងគ្រួសារឬក៏មិត្តភក្តិណាក៏ដោយដែលគាត់ជាអ្នកស្លាប់ភេទដូចគ្នាសូមលើកទឹកចិត្តពួកគាត់ហើយកុំឲ្យគាត់មានអារម្មណ៍ថាបាក់ទឹកចិត្តហើយកុំឲ្យគាត់មានអារម្មណ៍ថាគាត់តែម្នាក់ឯងព្រោះដោយសារអីអ្នកស្លាប់ភេទដូចគ្នាបានកើតឡើងមកតាំងពីការកកើតកំណើតនៃមនុស្សមកម្លេះសង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្តនៅវីដេអូមួយនេះហើយកុំភ្លេចចែករំលែកផងណាការដែលយើងកើតមកក្នុងភេទបែបណាមិនមែនជាកំហុសនោះទេអ្វីដែលជាកំហុសនោះគឺការដែលមិនព្រមទទួលយកអ្វីដែលជាខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនធ្វើជាកូនល្អធ្វើជាបុគ្គលល្អនៅក្នុងសង្គមបាយបាយ